ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់រឿងកញ្ញា introvert និងកំឡោះ extrovert ទៀតហើយភាគ6ណាដោយចាប់ផ្ដើមដំបូងនៃភាគហ្នឹងនៅសាលាគឺជាថ្ងៃដែលសិស្សគ្រប់គ្នាហ្នឹងត្រូវផ្លាស់ប្ដូរតុគ្នាអង្គុយហើយដែលធ្វើឲ្យគូរគឺពិតជាមិនសប្បាយចិត្តសោះពីព្រោះថាអង្គុយចន្លោះរវាងកញ្ញា introvert របស់យើងជាមួយនឹងអូតាព្រោះថាពីរនាក់ហ្នឹងទៅដូចឆ្មានឹងកណ្ដោលអញ្ចឹងក៏ដែលត្រូវគ្នានោះទេជាពិសេសហ្នឹងអូតាតែងតែទៅរករឿងជាមួយនឹងកញ្ញា introvert របស់យើងរហូតហើយមិនតែប៉ុណ្ណោះសំបីតែតាពូឈីហ្នឹងក៏អង្គុយក្បែរគេដែលធ្វើឲ្យអារម្មណ៍គេនៅពេលនេះគឺហាក់ដូចជានៅក្នុងទីលានប្រកួតមួយអញ្ចឹងរីឯសាតាហ្នឹងក៏អង្គុយឆ្ងាយគេទៀតដល់នៅពេលនោះដែរគូរហ្នឹងគេក៏បាននឹកឃើញគំនិតមួយដោយគេសុំផ្លាស់ប្ដូរតុគ្នាអង្គុយជាមួយនឹងអូតាតែមែនណាបែអូតាហ្នឹងក៏បានបដិសេធដោយគេហ្នឹងបាននិយាយថាគឺថាគេហ្នឹងចង់អង្គុយក្បែរនាងមែនគ្មានផ្លាននោះទេតែគូរហ្នឹងក៏បានបដោតគំនិតទៅនិយាយជាមួយនឹងកញ្ញា introvert របស់យើងវិញម្ដងហើយកញ្ញា introvert របស់យើងហ្នឹងនាងក៏បដិសេធផងដែរណាចង់អង្គុយជាមួយបែអូតាហ្នឹងអីចឹងណាហើយមកចូលរៀនក៏បានមកដល់ហើយនៅពេលនោះដែរគឺដូចជាអ្វីដែលគូរគេបានគិតពិតមែនគឺថាគេប្រៀបដូចជាអ្នកនំសាមួយអញ្ចឹងដោយអូតាហ្នឹងគេបានគូរឲ្យគូរហើយតឲ្យហ្វាដាតែគូរហ្នឹងគេក៏បានមើលរូបនោះពេលគេមើលហើយហ្នឹងគេក៏ចង់គៀងតែម្ដងហើយដោយសារតែរូបហ្នឹងវាកម្លាំងខ្លាំងពេកហើយបន្ទាប់មកហ្នឹងគូរក៏បានហុចទៅកាន់ហ្វាដាហ្វាដានាងមើលរូបហ្នឹងហើយនាងក៏សំណើចផងដែរហើយបន្ទាប់មកហ្នឹងនាងក៏បានហុចក្រដាសហ្នឹងទៅឲ្យគូរវិញហើយនៅពេលដែលគូរនឹងអូតាគេមើលរូបហ្នឹងហើយហ្នឹងគេពិតជាអត់សំណើចខ្លាំងណាព្រោះថានាងបានគូរកូនរបស់វាដែលធ្វើឲ្យពីរអ្នកហ្នឹងសើចខ្លាំងពេកហ្នឹងលោកគ្រូក៏បានចាប់បានដោយសារតែបែបហ្នឹងហើយតែគូររបស់យើងហ្នឹងគឺថាអត់ចង់អង្គុយក្បែរពីរអ្នកហ្នឹងទេព្រោះថានៅពេលដែលលោកគ្រូស្ដីឲ្យហ្នឹងគឺស្ដីឲ្យទាំងគេដែរអញ្ចឹងហើយតែគេហ្នឹងអត់ចង់អង្គុយក្បែរពីរអ្នកហ្នឹងតែអភ័យអូតាហ្នឹងត្រូវបានលោកគ្រូស្ដីឲ្យប៉ុណ្ណឹងហើយគេអត់ព្រមឈប់ទៀតក៏បានហុចក្រដាសមួយទៀតមកឲ្យគូរពេលដែលគូរគេមើលហើយហ្នឹងគេពិតជាអត់សំណើចលើដើមដោយសារតែអូតាហ្នឹងគេបានគូរតាពូជាឡើងអាក្រក់ដែលធ្វើឲ្យតាពូជាហ្នឹងនាងបានសួរថាមានរឿងអ្វីមើលទៅដូចជាកំ pl ដល់ហើយណោះទៅគឺថាពីរអ្នកហ្នឹងខំយកគូរតាពូជាឡើងអាក្រក់ហើយសាច់គេយ៉ាប់ហើយបន្ទាប់មកហ្នឹងគូរគេក៏បានហុចក្រដាសនោះទៅឲ្យហ្វាដារបស់យើងហ្នឹងខូចផងដែរហ្នឹងហើយនាងបានគូររូបមនុស្សដែលរូបមនុស្សនោះគឺសិនលោកគ្រូអូនីវ៉ាខ្លាំងមែនតើហើយនៅពេលនោះដែរលោកគ្រូអូនីវ៉ាគាត់ក៏បានឃើញហើយក៏បានហៅអូតានិងគូរហ្នឹងទៅបានអាឡ័យអប់រំអញ្ចឹងមិនថាមករៀនមកសតហ្នឹងគឺអត់នាំគ្នារៀនហ្នឹងទេគាត់ទៅនាំគ្នាតែគូររបស់យើងហ្នឹងទេគឺគ្នាអត់ចង់ពាក់ព័ន្ធជាមួយពីរអ្នកហ្នឹងទេតែមានណាគឺថាត្រូវផ្លាស់ប្ដូរទៅមកអង្គុយជិតពួកគេទាំងពីរគឺធ្វើឲ្យគេហ្នឹងក៏ត្រូវសួយផងដែរ